ទ្រព្យសម្បត្តិដែលមានតម្លៃបំផុតនៅក្នុងឆ្នាំ2026មិនថាឆ្នាំ2000ប្រហែលយុគប្រហែលទេដោយសារតែគេនិយាយថាយុគ9នេះយុគនៃការផ្លាស់ប្ដូរហើយ2026ឆ្នាំសេះផងដែរក៏ជាឆ្នាំនៃការផ្លាស់ប្ដូរអញ្ចឹងអ្វីដែលមានតម្លៃខ្លាំងនិងផ្លាស់ប្ដូរខ្លាំងបំផុតនៅក្នុងយុគ9នេះគឺសុខភាពដូច្នេះហើយ content មួយនេះចង់ផ្ដាំទៅកាន់បងប្អូនទាំងអស់គ្នាថាសុខភាពគឺមានតម្លៃខ្លាំងបំផុតអ្វីដែលធ្វើឲ្យសុខភាពយើងរស់រានបានធ្វើឲ្យសុខភាពយើងត្រេកអរពេលដែលយើងបានញ៉ាំរបស់ល្អៗចូលទៅដល់រាងកាយរបស់យើងមានដូចជាបន្លែផ្លែឈើនិងសារធាតុចិញ្ចឹមជាច្រើនហើយអ្វីដែលបងប្អូនទាំងអស់គ្នាបានដឹងហើយប៉ុន្តែយើងអនុវត្តទាំងយើងអនុវត្តខុសជារៀងរាល់ថ្ងៃដូចជាយើងដឹងថាការដែលយើងញ៉ាំសារធាតុផ្អែមភេសជ្ជៈសម្បូរជាតិហ្គាសយើងញ៉ាំជាមួយនឹងកាហ្វេច្រើនពេកយើងញ៉ាំបារីឬក៏ស្រាច្រើនពេកវានឹងបំផ្លាញរាងកាយយើងពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាយើងរាប់ថាឆ្នាំនេះយើងអនុវត្តការញ៉ាំភេសជ្ជៈខុសដែលបំផ្លាញរាងកាយលទ្ធផល10ឆ្នាំក្រោយយើងច្បាស់ជាដឹងថាយើងមានបញ្ហាអីស្ទុយទៅវិញបើសិនជាបងប្អូនទាំងអស់គ្នាដូរបរិបត្តិមកញ៉ាំបន្លែមកញ៉ាំផ្លែឈើមកញ៉ាំតែសុខភាពមកញ៉ាំអាហារសុខភាពនោះបងប្អូននឹងទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលមិនបាច់ដល់10ឆ្នាំក្រោយគ្រាន់តែឆ្នាំ2026នេះក៏យើងអាចតាមដានបានដឹងថាផ្លាស់ប្ដូរបែបហ្នឹងតើយើងនឹងទៅពេទ្យញឹកញាប់អត់ឬ2026នេះមិនដែលឈឺអីសោះទៅពេទ្យគឺទៅតែឆែកសុខភាពនោះទេដូច្នេះ2026នេះជាឆ្នាំផ្លាស់ប្ដូរហើយអ្វីដែលយើងត្រូវផ្លាស់ប្ដូរបំផុតគឺសរីរាង្គកាយនិងសារពាង្គកាយយើងដែលមានសុខភាពល្អនឹងឯង